តែគេដឹកទៅដល់ហើយបងព្រោះឥឡូវកំពុងតែធ្វើដំណើរនៅលើផ្លូវប្រហែលជា5នាទីដល់ហើយបងព្រមចម្ងាយដី100គីឡូខ្ញុំបាក់បិទភ្នែកក៏ដល់ហើយបងអូបាច់ភ័យទេបងធានាបងអីវ៉ាន់បងគឺអត់ខូចទេព្រោះខ្ញុំដឹកប្រយ័ត្នណាបងបើអីវ៉ាន់ខូចឬក៏ដឹកមិនទាន់មកទេខ្ញុំសុំចិត្តសាងមួយជា10ហ៎បងបាច់ភ័យទេបងដល់ឥឡូវហើយអាយ៉ាថ្ងៃនេះប្រពន្ធអញគឺធំម្លេះវើយចាំមើលធ្វើបាវីមួយអញធាក់វាហើយរូតវាជាប់ក្នុងនឹងចាំមើលធ្វើបាវីសบายមែនតើសบายមែនតើជុំយ៉ាហើយអូនសម្លាញ់ទៅមកពីណាហ្នឹងអូនទៅមកពីផ្សារជុំហើយណាគេនៅខាងក្នុងយោខាងក្នុងហ្នឹងម៉ែតាអូចាប់បាត់ហើយអញ្ចឹងមកគូធំណាស់បងស្មានតែគូរណែមិនធាក់គូម៉ែឲ្យមកជើងជុំយ៉ាហើយអញបាបចុយម៉ែហើយប៉ុណ្ណេះដឹងតែណារូ17ជាន់ហើយមើលទៅបើឯងថ្ងៃក្រោយកំលេងតំណាប់អញ្ចឹងពេកគូអូនមិនធំដូចគូម៉ែអូនណាបងសម្លាញ់ញ៉ាខានយូចឹងសុំបឿមួយមើលបឿបកាច់ចូលអីអញកំពុងតែសែតនេះមួយថ្ងៃគ្មានគិតអីទេគិតតែរឿងបឿម្លឹងនេះលោកហើយផ្ទះណាបាញ់ត្រូវមិនដែរបងប្អូនឃើញម៉ូតសក់ខ្ញុំលយហ៎ម៉ូតសក់នេះខ្ញុំខំសំទោសប្រហែលជា20ឆ្នាំតម្រាំបានប៉ុណ្ណឹងឃើញលយហ៎ឃើញស្ទៀវហ៎ចង់និយាយចឹងចាអីអាចៅហើយមើលតានេះមិនបាច់ចាំទុក20 30ឆ្នាំអីទាញតែស្មៅមកដាក់នៅលើសក់ក្បាលក៏បានជា style សក់លយដែរឃើញឃើញស្ទៀវចាស់មែនតែចាស់ស្ទៀវពួកយើងក៏មកទៅមួយស្ងាត់ចំណៃធំណាស់នោះនោះមិនគួរធំនឹងបោះអញណាក៏បណ្ដើមអញវិញអញកំដាំអញជាមួយអញដេញស៊ីវាបានណាវាមិនអាចទេបើក្រំបាត់ដេញស៊ីអញបានមកម៉ែអើយថ្ងៃហ្នឹងដឹងតែបានគ្រឿងខ្លែមហើយឯងតែទឹកមកទៅមិនអញសរេកសាច់នៅនេះអញពងតែបាញ់សត្វនេះឯងមូធំណាស់អញពងតែតម្រង់ចាំមើលចាំតែស៊ីទៅមិនងាប់ដៃដូចខាច់គេបាញ់អញមិនត្រង់ផងអូចាប់អត់គេធ្វើអីគេហ្នឹងវ៉ៃមន់បោកគ្នាតាជាអញ្ចឹងក៏បោកគ្នាដែរជុំក្រុមចែបអានេះណាគេជុំឯងឌឺម៉ែមហាឆ្កែណា